សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទជាមួយកូនបាននាំខោអាវបោករួចយកខោអាវយកមកហាលហើយឥឡូវជួយខ្នះខ្នែងឥឡូវនេះឃើញថាជួយលើកបាទយើងបង្រៀនពួកគាត់ទីមួយយើងបង្រៀនឲ្យគាត់ជួយការងារយើងតាំងពីតូចទៅធំឡើងគឺយើងអត់ពិបាកសូវពិបាកឯងបងប្អូនទម្លាប់ជាមួយនឹងការងារប្រចាំថ្ងៃរបស់យើងណាបាទបន្ទាប់ពីបោកហ្នឹងមិនមែនតែពីរកន្ត្រកហ្នឹងទេបងប្អូនគឺ3កន្ត្រកបាទនេះជាក្បាលវីដេអូមិញដែលខ្ញុំកាត់ដាក់គឺយើងបរៀនគាត់ឲ្យជួយការងារយើងគេថាពួតអឺឈើពុតដែកតន់នៅក្តៅបដៅកូនចៅតន់នៅក្មេងយើងក៏ហាត់បរៀនបង្ហាញគាត់តាំងពីក្មេងៗនេះទៅដើម្បីឲ្យគាត់ស្គាល់ពីការងារផ្ទះការងារប្រចាំថ្ងៃរបស់ពុកម្ដាយគ្រប់រូបបាទនេះជាសកម្មភាពរបស់ខ្ញុំទៅយកអាវមកកន្ត្រកទៀតហើយដើម្បីយកមកហាលបងប្អូនណាការងារណាក៏មានតម្លៃដែរសម្រាប់យើងនៅក្នុងក្រុមវង្សគ្រួសារឥឡូវខ្ញុំដាក់ឲ្យញាប់បន្តិចចុះព្រោះវារៀងវែង20នាទីជាងនោះទាំងអស់មកនៅខ្ញុំត្រូវកាត់ត្រូវដាក់ឲ្យលឿនបន្តិចបាទមានទាំងក្បិនមានទាំងអីនឹងគេបោកបានអត់ទេប៉ុន្តែខ្ញុំចេះតែបោកហ៎បងប្អូននេះសកម្មភាពបោកខោបោកអាវហាលខោហាលអាវបងប្អូនជាការងារប្រចាំថ្ងៃយើងរវល់ប្រពន្ធបោកថ្ងៃណាប្រពន្ធរវល់យើងបោកការងារទាំងអស់គ្នាការងារផ្ទះបាទមិនមែនថាការងារកោអាវនឹងជាការងាររបស់ស្ត្រីតែម្នាក់ឯងទេយើងជាបុរសក៏ចូលរួមចំណែកក្នុងការជួយការងារផ្ទះអ្នកណាដែលថាការងារផ្ទះជាការងារថោកទាបជាបុគ្គលដែលមិនយល់អំពីតម្លៃការងារផ្ទះបងប្អូនការពិតយើងស្លៀកទាំងអស់គ្នាយើងពាក់ទាំងអស់គ្នាយើងជួយបោកគ្នាវាជារឿងត្រឹមត្រូវដោយនៅលើអេក្រង់វីដេអូហ្នឹងខ្ញុំបានដាក់ថាខ្ញុំបាទសូមជម្រាបថាអាចារ្យទៅមុខរបរទេការងារផ្ទះធ្វើធម្មតាបងប្អូនណាយើងការងារអីក៏ដោយក៏យើងជួយគ្នាមានមុខរបររៀងៗខ្លួនការងារផ្សេងទៀតយើងធ្វើតែយើងកុំភ្លេចការងារផ្ទះបងប្អូនវាជារឿងសំខាន់សម្រាប់ការងារផ្ទះយើងជួយគ្នាធ្វើម៉េចអានេះបើយើងរវល់យើងអត់ធ្វើតែបើយើងរវល់យើងអត់ធ្វើនឹងឯងមិនតែការងារបោកខោអាវទេគឺការងារអីក៏យើងអឺធ្វើបានដែរឲ្យតែយើងឆ្លៀតពេលយើងជួយគ្នាណាវាជារឿងមួយដ៏ត្រឹមត្រូវសម្រាប់ជីវិតគូស្វាមីភរិយាមិនថាចាស់មិនថាថ្មីមិនថាក្មេងមិនថាចាស់ទេបងប្អូនបើយើងមិនជួយគ្នាក៏មិនល្អដែរណាស្ត្រីគាត់ទៅធ្វើការគាត់មកផ្ទះគាត់មានពេលដាំបាយធ្វើម្ហូបដាំស្លបោកគក់បានចុះសម្រាប់បរិសុទ្ធយើងមកពីធ្វើការមួយថ្ងៃដូចគ្នាមកយើងក៏គួរគប្បីឆ្លៀតធ្វើការងារនឹងបានដូចគ្នាបងប្អូនណាបាទទាំងខោអាវប្រពន្ធខោអាវកូនខោអាវខ្លួនឯងគឺយើងអាចបោកបានឥឡូវដល់វគ្គហាលខោអាវកូនម្ដងបាទខោអាវកូនគឺកូនខ្ញុំលពឹសណាបងប្អូនមួយថ្ងៃគិតតែពីលេងមិនក្រោមពី3 4កាផ្លេទេបងប្អូនអើយណាមួយថ្ងៃបោកម្ដងមួយកន្ត្រកពីរកន្ត្រកនេះខានបោកប្រហែលថ្ងៃនេះគឺបោកផងហាលផងបាទថ្ងៃចេះឥឡូវនោះទៅលេងបាត់ហើយការងារយើងធ្វើទាំងអស់គ្នាណាបងប្អូនណាណាចូលរួមទាំងអស់គ្នាកុំចាំតែប្រពន្ធយើងក៏ត្រូវតែធ្វើខ្លួនឯងខ្លះដែរបងប្អូនបាទយើងចូលរួមទាំងអស់គ្នាលើកស្ទួយសិទ្ធិស្ត្រីព្រោះស្ត្រីក៏មានសិទ្ធិដូចយើងដែរបងប្អូនអញ្ចឹងយើងការងារផ្ទះគឺយើងជួយទាំងអស់គ្នាមានអីដែលថាយើងធ្វើមិនកើតទេឲ្យតែយើងចូលរួមសហការគ្នាការងារអីក៏ដោយវានឹងរលូនទៅបាទពីព្រោះវាជាចំណែកមួយនៃការងាររបស់យើងទាំងអស់គ្នាឥឡូវហារួចហើយបងប្អូនណា3ស្នួរបងប្អូន3ស្នួរអានេះ2ស្នួរ
នៅខាងនេះមកស្នួរទៀតបងប្អូនបាទចឹងអ្វីដែលខ្ញុំចង់បង្ហាញគឺការងារផ្ទះគឺយើងអាចធ្វើរួមទាំងអស់គ្នានេះបងប្អូនណាចឹងហូបកន្ទួតបាទកន្ទួតគឺផ្លែច្រើនពេញដើមតែម្ដងបាទបុកតែអំបិលម្ទេសមកបងប្អូនណាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណបងប្អូនណាដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទសកម្មភាពវីដេអូខ្លីផ្ញើសារដល់បរិសយើងគួរក៏បីជួយការងារផ្ទះការងារប្រពន្ធជាធម្មតាបាទអរគុណណាបាទសូមជម្រាបលាបាយបាយទាំងអស់គ្នាសុខភាពល្អអាយុយឺនយូរបរិបូរណ៍ទាំងអស់គ្នាបាយបាយអរគុណ